ស្ដីបងប្អូនទាំងអស់គ្នាទៅតាមនៅក្នុងបណ្ដាញ YouTube របស់គ្នានេះសកម្មភាពទន្សាយខ្ជូតនៅក្នុងមណ្ឌលពអកនៅបាត់ដំបងមណ្ឌលអប់រំពុទ្ធសាសនាដើម្បីអប់រំនៅកម្ពុជាតែទន្សាយដែលយើងថតខមមិនតូចហ្នឹងเราក៏ប៉ុន្តែណាអីហើយនេះធំលឿនមែនទែនគ្រីគ្រូខ្ជូតនេះខ្ជូត